ឥឡូវយើងមកកែតលំហាត់លេខ15គេថាពូសោះមើលសិនច្បាស់ពូសោះនិងមិញទៀងបានដាក់ប្រាក់ហ៊ុនគ្នារកស៊ីចំនួន12,100ដុល្លារ3/5នៃចំណែកហ៊ុនរបស់ពូសោះស្មើនឹង7/9នៃចំណែកហ៊ុនរបស់មិញទៀងតើប្រាក់ហ៊ុនម្នាក់មានចំនួនប៉ុន្មានដុល្លារចឹងគេរកប្រាក់ហ៊ុនរបស់ម្នាក់មានតែរកប្រាក់ហ៊ុនរបស់មីងទៀងនិងពូសោះណាចឹងដើម្បីរកប្រាក់ហ៊ុនលុះត្រាតែយើងតាងយើងមើលថាគេប្រាប់ថាពូសោះនិងមីងទៀងដាក់ហ៊ុនចូលគ្នាហើយ3/5នៃចំណែកហ៊ុនរបស់ពូសោះស្មើនឹង7/9នៃចំណែកហ៊ុនមីងទៀងអញ្ចឹងវាជាប់អញ្ញត្តិទាំងពីរចឹងយើងត្រូវតាំង x ជាចំណែកហ៊ុនជាប្រាក់ហ៊ុនរបស់ពូសោះហើយ y ជាប្រាក់ហ៊ុនរបស់មីងទៀងគាត់ទាំងពីរបានដាក់ហ៊ុនចូលគ្នាចឹងក៏ដាក់ហ៊ុនចូលគ្នាបានចំនួនទឹកលុយបាន12,100ដុល្លារអញ្ចឹងមានថាគាត់ដាក់ហ៊ុនចូលគ្នាគឺ x បូកជាមួយនឹង y បាន12,100ដុល្លារតាំងដោយសមីការទី1សមីការទី2គេប្រាប់ថា3/5នៃចំណែកហ៊ុនរបស់ពូសោះអញ្ចឹងចំណែកហ៊ុនពូសោះយើងតាំងដោយអក្សរ x អញ្ចឹងមានថា3/5នៃ x 3/5នៃ x នេះ3/5នៃ x ស្មើនឹងយើងដាក់ហ៊ុនចូលគ្នាគឺដាក់ស្មើគ្នាអញ្ចឹងស្មើនឹង7/9នៃចំណែកហ៊ុនរបស់មីងទៀង7/9នៃមីងទៀងគឺយើងតាំងអក្សរអីនេះ y ប្រាក់ហ៊ុនមីងទៀងអញ្ចឹង y នេះចងជាសមីការទី2ហើយយើងត្រូវដោះស្រាយសមីការនេះជាប្រភេទសមីការដក្រីទី1មាន2អញ្ញត្តិដែលបងអូនអត់ទាន់រៀនដល់ទេប៉ុន្តែអ្នកគ្រូនឹងបង្ហាញពីរបៀបដោះស្រាយណាចឹងដើម្បីយើងដោះស្រាយសមីការទី1និងទី2យើងយកសមីការទី1មកទាញរក x សិនសមីការទី1នេះតាម1គេដាក់តាម1នាំមកយើងបាន x ស្មើនឹង12,100ដកជាមួយនឹង y យើងចងវាជាសមីការទី3ហើយតាម2នេះ2យើងទាញរក x ដែរ x ស្មើនឹង7/9 y ចែកជាមួយ3/5អញ្ចឹងដើម្បីចែកភាគកូនចម្រាស់គឺ5/3នេះ5/3ពេលដែលគុណចម្រាស់យើងអាចសម្រួលបានយើងសម្រួលណាសម្រួលកើតអត់កើតអញ្ចឹងយើងគុណបញ្ចូលអញ្ចឹងវាស្មើនឹងអី7/5 ដង 35អញ្ចឹងស្មើ35លើ3/9 ដង 27 y យើងតាំងជាសមីការទី4ចឹងសមីការទី3ទី4ចឹងយើងស្គាល់ x ថាស្មើប៉ុណ្ណេះជាប់អញ្ញត្តិ y ណាជាប់អថេ y អញ្ចឹងយើងយកវាមកជួសក្នុង3វិញចឹងថាយក4ជួសក្នុង3យក4សមីការទី4ជំនួសក្នុង3ក្នុងសមីការទី3គេបានx ជំនួសដោយ12,000 ដល់ y ចឹងជួសមកជើងអញ្ចឹងជួសអា4ចូលក្នុង3អញ្ចឹង3គេបាន x ស្មើ3ឯបាន x ស្មើនេះចំនួនដែល x ចំនួន x ស្គាល់ចេះទៅដាក់ចេះវិញសុំម្ដងទៀតយើងដាក់ថា35លើ27អានេះចំនួនដែល x ណានេះ35លើ27 y នេះវាស្មើ x អញ្ចឹងយកអាហ្នឹងយកមកចំនួននៅក្នុងកន្លែង x នេះអញ្ចឹងកន្លែង x នេះវាស្មើនឹងប្រហែល12,000
100 ដកឲ្យ e ក្រិចឡើយនេះចាប់អថេតែមួយ e ក្រិចនិង e ក្រិចដូចគ្នាអញ្ចឹងយើងបោះ e ក្រិចនេះទៅអង្គទី2ទៅយើងបោះលេខអង្គទី1ឬក៏យើងទុកនៅអង្គទី2ដដែលលេខនេះជាអង្គទី2ដដែល 10000 2100 បោះ y ប៉ុណ្ណេះទៅជា35លើ27 y បោះ y ដកមកនេះទៅជា y បូកអញ្ចឹងស្មើអីដើម្បីបានបូកនេះមាន27មិនអញ្ចឹងហ៎ចេះឲ្យបាន35បូកជាមួយនឹង27លើ27 y ស្មើ12100អញ្ចឹងទាញរក y ស្មើនឹងបូកចូលគ្នាវាបាន35បូកនឹង27 60ម៉ាន62ស្មើនឹង62លើ27ស្មើ12100អញ្ចឹងទាញរក y ស្មើ12100ចែកបោះអានេះមកទៅចែកគុណចម្រាស់គុណនឹង27ចែកឲ្យ62យើងគុណ27ចែក62យើងបាន5269 269.35អញ្ចឹងរកឃើញ y ហើយយើងមកទាញរក x អញ្ចឹងយកឲ្យយើងរកឃើញអញ្ចឹងយក y ស្មើ5269.35ជួសក្នុងអីជួសក្នុងសមីការទី3យើងរក y ឃើញយើងជួសមកជួសក្នុងសមីការទី3អញ្ចឹងគេបានវា3ហ្នឹងវា x ស្មើអញ្ចឹងអញ្ចឹង x ស្មើ12100ដកមួយ y លើនេះរកឃើញ5000ម៉ាន5200អញ្ចឹងដក5269.35អញ្ចឹងយើងដកឃើញ6830.65ចានេះរកឃើញដុល្លារនេះ x ស្មើប៉ុណ្នេះហើយ y ឃើញប៉ុណ្នេះចេះจะឆ្លើយថាម៉េចដូចនេះ x តាំងឲ្យប្រាក់នៅណាគេដូចនេះចំណែកហ៊ុនប្រាក់ចំណែកហ៊ុនឬក៏ប្រាក់ហ៊ុនរបស់យើងមើល x ផលអ្នកណាយើងមើលយើងតាំងវាអញ្ចឹង x គឺផលពូសោះដូចនេះប្រាក់ហ៊ុនរបស់ពូសោះ x យើងដាក់លេខដាក់ x ទៀតហើយណាយើងដាក់គឺបណ្ដោយគឺ x យើងរកឃើញ6000ម៉ានមិញ6830.65ដុល្លារហើយប្រាក់ហ៊ុនរបស់មីងទៀងនេះប្រាក់ហ៊ុនរបស់មីងទៀងគឺប្រមាណ5000ម៉ានមិញ5269.35ដុល្លារចាំបើយើងសរុបចូលគ្នាតើវាបាននឹងប្រាក់12100ដុល្លារនឹងវិញអត់ព្រោះពីរអ្នកនឹងដាក់ហ៊ុនចូលគ្នាអញ្ចឹងយើងបូកមក5000និង6000វាមិន11000អានេះ800បូក200ទៀតវាមិន2000 800បូកនឹង200វា1000ជាង2000អញ្ចឹងយើងសាកបូកសូមមើលហើយយើងសាកបូកលេងទៅគឺយើងផ្ទៀងផ្ទាត់នេះរបៀបផ្ទៀងផ្ទាត់68 30.65បូកជាមួយនឹង5269.35 5បូក5 10ត្រាទឹក1 9 10ត្រាទឹក1ទៀត1នឹង9 10ទៀតអត់អើយអានេះត្រាទឹក1ត្រា10អានេះត្រាទឹក1 10ទៀត0ត្រាទឹក1ទៀតត្រាទឹក1បូក3 4 4 6 10ទៀតត្រាទឹក1ទៀត1នឹង8 9 9 2 11សេលី1ត្រាទឹក1ទៀតត្រាទឹក1 6បូក5 11នឹង1 12អញ្ចឹងឃើញប៉ុណ្ណេះអានេះក្រៅក្បៀសអត់យកទេមិនអញ្ចឹងហ៎ក្រៅក្បៀសអត់យកទេអញ្ចឹងឃើញ12100ដុល្លារអញ្ចឹងត្រឹមត្រូវអត់អញ្ចឹងចំណាយនេះឃើញថាផ្ទៀងផ្ទាត់អញ្ចឹងយើងដូចនេះចប់ណាចំណាយយើងប៉ុណ្ណឹងបើមិនយល់ឯណាអាចខមមិនសួរអ្នកគ្រូទៀតណា
ពេលដែលធ្វើហើយកុំភ្លេចផ្ទៀងផ្ទាត់នេះលួចកណនីលេខផ្ទៀងផ្ទាត់វាសរុបចូលគ្នាមកតម្លៃ x បូក y តើស្មើ12100នឹងវិញអត់នេះដូចកន្លែងយើងចងសមីការនេះណា x បូក y ឃើញអត់12000បើពីអ្នកហ្នឹងដាក់ហ៊ុនចូលគ្នាឃើញ12000មែនមានថាតម្លៃនីមួយៗហ្នឹងពិតជាត្រឹមត្រូវដែលយើងរកឃើញ x និង y ហ្នឹងអរគុណសម្រាប់ការព្យាយាមស្រាវជ្រាវបើមានអីសួរអាច comment សួរអ្នកគ្រូទៀតណា